ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់បាទថ្ងៃនេះខ្ញុំបាទខកសុនមានជំរាបមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់តើតើនឹងឈឺពោះសម្រាលបាទអញ្ចឹងតើតើនឹងឈឺពោះសម្រាលដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងអំពីអាការៈឈឺពោះឆ្លងទន្លេបាទឬក៏ភាសាអង់គ្លេសគេហៅថា labor syndrome បាទខ្មែរយើងមកម្យ៉ាងទៀតគេហៅថាឈឺពោះសម្រាប់កូននឹងឯង បាទអញ្ចឹងយើងចង់ដឹងថាតើអាការៈឈឺពោះឆ្លងទន្លេហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចកត់សម្គាល់បានជាពិសេសគឺស្ត្រីដែលគាត់មានកូនគ្រប់ខែហ្នឹងបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្ដីដើមទី2គឺអាការៈឈឺពោះឆ្លងទន្លេបាទយើងចង់ដឹងថាតើអាការៈឈឺពោះឆ្លងទន្លេហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះគ្រប់ខែអាចកត់សម្គាល់បានហ្នឹងបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អេបដើមឈឺពោះសម្រាលធម្មតាដែលភាសាអង់គ្លេសហៅថា normal labor បាទភាសាបារាំងហៅ travail normal គឺជាការកន្ត្រាក់របស់ស្បូនទៀងទាត់ជាមួយនឹងការរុញខ្លីនិងការបើករបស់មាត់ស្បូនជាបន្តបន្ទាប់ព្រមទាំងការចុះរបស់ក្បាលកូននៅពេលដែលកូនមានអាយុចាប់ពី38សប្តាហ៍ឡើងទៅបាទជាងនៅពេលដែលកូនមានអាយុចាប់ពី38សប្តាហ៍ឡើងទៅហើយមានការឈឺពោះកន្ត្រាក់ស្បូនទៀងទាត់មាត់ស្បូនក៏រុញខ្លីមាត់ស្បូនក៏បើកកូនក៏ក្បាលចុះបាទនឹងហើយគេហៅថាឈឺពោះសម្រាលធម្មតាបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើអាការៈឈឺពោះឆ្លងទន្លេតើអាការៈឈឺពោះឆ្លងទន្លេហ្នឹងស្ត្រីមានអាការៈអ្វីខ្លះដែលអាចកត់សម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈឈឺពោះឆ្លងទន្លេទី1គឺស្ត្រីមានផ្ទៃពោះគ្រប់ខែហ្នឹងគឺមានការកើនឡើងនៃការធ្លាក់សបាទអញ្ចឹងការកើនឡើងនៃការធ្លាក់សហ្នឹងគឺដោយសាររំអិលមាត់ស្បូនដែលវាបិទនៅប្រហោងមាត់ស្បូនហ្នឹងចាប់ផ្ដើមធ្លាក់ចេញមកដល់អញ្ចឹងទៅធ្វើឲ្យស្ត្រីមានការកើនឡើងនៃការធ្លាក់សបាទនេះអានោះគឺជាអាការៈទី1ដែលស្ត្រីចាប់អារម្មណ៍តាក់ទងនឹងឈឺពោះសម្រាប់កូនបាទអញ្ចឹងយើងមើលជាបន្តទៀតតាក់ទងនឹងអាការៈឈឺពោះឆ្លងទន្លេទី2គឺស្ត្រីមានផ្ទៃពោះគ្រប់ខែគាត់មានការឈឺចង្កេះបាទអញ្ចឹងការឈឺចង្កេះហ្នឹងគឺខុសពីឈឺចង្កេះធម្មតាវាឈឺលក្ខណៈមួយគឺសម្រុកចុះក្រោមហើយវាឈឺបាត់ច្បាស់នោះទេវាអត់ឈឺជាប់ទេបាទហ្នឹងគឺជាអាការៈទី2ដែលយើងឃើញតាក់ទងនឹងឈឺពោះឆ្លងទន្លេហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៀតតាក់ទងអាការៈឈឺពោះឆ្លងទន្លេទី3ស្ត្រីមានផ្ទៃពោះគ្រប់ខែគាត់មានធ្លាក់រំអិលឬក៏រំអិលមានលីឈាមតិចតិចចឹងនៅពេលដែលឃើញរំអិលមានលីឈាមតិចតិចបញ្ជាក់ថាមាត់ស្បូនចាប់ផ្ដើមបើកបានច្រើនហើយមានការសង្កត់របស់ក្បាលកូនចុះមកក្រោមបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើអាការៈឈឺពោះឆ្លងទន្លេទី4គឺស្ត្រីមានការកន្ត្រាក់ស្បូនបាទកន្ត្រាក់ស្បូននោះគឺស្បូនកន្ត្រាក់ឈឺរៀងរាល់20នាទីម្ដងអញ្ចឹងស្ត្រីមានផ្ទៃពោះគ្រប់ខែត្រូវកត់សម្គាល់ដែរបើសិនជាមានការឈឺពោះរៀងរាល់20នាទីម្ដងបាទនឹងគឺជាអាការៈឈឺពោះឆ្លងទន្លេហើយបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈឈឺពោះឆ្លងទន្លេទី5គឺស្ត្រីមានផ្ទៃពោះគ្រប់ខែហ្នឹងគាត់មានអារម្មណ៍ចង់បត់ជើងតូចឬក៏ចង់បត់ជើងធំបាទហ្នឹងគឺដោយសារក្បាលកូនវាចុះវាសង្កត់ទៅលើប្លង់នោមឬក៏សង្កត់ទៅលើថង់លាមកអាចធ្វើស្ត្រីនឹងមានបញ្ហាចង់បត់ជើងតូចឬក៏ចង់បត់ជើងធំបាទអញ្ចឹងយើងមើលជាបន្តទៀតតើតើអាការៈឈឺពោះឆ្លងទន្លេទី6គឺស្ត្រីមានផ្ទៃពោះគ្រប់ខែហ្នឹងគាត់មានអារម្មណ៍ធ្ងន់ធ្ងរសម្រុកចុះក្រោមបាទអានេះគឺក្បាលកូនកំពុងតែចុះទៅហើយបាទនេះគឺជាអាការៈមួយដែរដែលឃើញមានលើស្ត្រីតាក់ទងនឹងឈឺពោះឆ្លងទន្លេហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតតាក់ទងអាការៈឈឺពោះឆ្លងទន្លេទី7
គឺស្ត្រីមានផ្ទៃពោះគ្រប់ខែហ្នឹងគាត់បែកថង់ទៅភ្លុះជាងការបែកថង់ទៅភ្លុះភាគច្រើនគឺនៅពេលដែលគាត់ឈឺពោះបានប្រហែលជា6ទៅ8ម៉ោងហើយបើសិនជាឆាប់បែកថង់ទៅភ្លុះពេកប្រឈមនឹងការសម្រាលកូននៅពេលកាត់ផងដែរហើយស្ត្រីដែលគាត់បែកថង់ទៅភ្លុះហ្នឹងគឺដែលមានហូរទឹកថ្លាថ្លាចេញមកតាមទ្វារមាសបាទសញ្ញានេះគឺស្ត្រីចាប់អារម្មណ៍តាក់ទងការបែកថង់ទៅភ្លុះតាក់ទងការឈឺពោះសម្រាលបាទអញ្ចឹងយើងមើលជាបន្តទៀតតាក់ទងអាក្រក់ឈឺពោះឆ្លងទន្លេទី8គឺស្ត្រីមានផ្ទៃពោះគ្រប់ខែហ្នឹងគាត់មានអារម្មណ៍ថាទារកសម្រុកចុះក្រោមបាទអញ្ចឹងអានេះគឺជាសញ្ញាមួយដែលតាក់ទងនឹងឈឺពោះឆ្លងទន្លេបាទអញ្ចឹងទាំងអស់ហ្នឹងគឺជាអាការៈសំខាន់ដែលស្ត្រីមានផ្ទៃពោះគ្រប់ខែអាចធ្វើការកត់សម្គាល់បានអំពីការកើតមាននៃការឈឺពោះសម្រាលកូនដែលយើងឃើញមានហ្នឹងបាទហើយប្រសិនបើស្ត្រីមានផ្ទៃពោះចង់តាមដានផ្ទៃពោះឬក៏ផលិតផ្ទៃពោះជាមួយយើងខ្ញុំបាទយើងមានលេខទូរស័ព្ទ3ខ្សែក្នុងការទំនាក់ទំនងគឺ088 31 32 225 092 59 3350និង016 58 57 64ផងដែរបាទហើយបើចង់រកទីតាំងយើងខ្ញុំយើងមានមធ្យោបាយ2បាទគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store បាទស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីនឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយ៉ាងមើលតាមផែនទីផ្ទាល់បាទយកចុះតាមខ្លងទ្វារវត្តសន្សំខ្សលបត់តាមម៉ោងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់តាមខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺប្រាសាទរីរី Women Clinic បាទអាចធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងស្ត្រីមន្ទីរពោះជំងឺក្នុងពេលមន្ទីរពោះបញ្ហាក្នុងពេលមន្ទីរពោះបាទការចាក់វ៉ាក់សាំងក្នុងពេលមន្ទីរពោះក៏ដូចជាការចាក់វ៉ាក់សាំងសម្រាប់កុមារបាទឬក៏បញ្ហារបស់ទារកផ្សេងៗបាទយកចុះក្នុង YouTube Channel វាយពាក្យប្រាសាទរីរីបាទដោយអក្សរស្រាប់ចុច search ស្វែងរកទៅពេលនេះឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទជាពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីដែលមិនទាន់បាន Subscribe ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងរ៉ា YouTube ជាបន្តបាទចូល Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ